hay mê riêng đọt đá chỉ đá để can để tha nó ọt miên khu ba sao chiêu thế ấy bạn chỉ xui chẳng thà sóc máy ta là nguồn à nó ra một tê xây sát tận địa bị phia sát ấy nó ta xây chẳng tam bớt qua ta xui chẳng này con xui ta AI ta đăng này xui ta mất ta Campuchia ai đăng thay đòi việc kỳ thay mình đăng nó tiền mà ai nó ta ai chơi tu thế cứ kê tu đặt sao tại bóng pro bạch khiêm từ AI à lực khiêm mơ rồi hai AI cái pro thập đăng ở bàn tê đây cứ bóng pro khó hai các bạn tới khi mình đại pro AI tê khiêm từ mơ tại pro toa vì cái này để bọc cái tay bằng nó còn ta thay chia sẻ chức ông ca sạ chia chuyện hay chia phía kia này sẻ chức cứ ai chơi miền đan cho ta thì cá không ca tu hay bị cha là nát cái đây cha cái tu ai ta bật tay nát chia sẻ chức rồi bọn ông ca sạ bị chia cứ cái tu tặng o còn ta là cái ICJ cứ cái mình cắt cái đây ao tê và sân bóng một miền ca vô prom bịประเทศใดยังดับbị bắt đăngนี่คือchia sẻ bởiច្បាប់របស់ ICJ នៅទំព័រទី46ដែលគេបាននិយាយច្បាស់ណាស់ថាប្រទេសណាក៏អាចបកឯកសារទៅ ICJ បណ្ដឹងបានដែរប៉ុន្តែបើចង់ឲ្យ ICJ គេកាត់ក្តីឲ្យបាននោះភាគីដែលដាក់ពាក្យបណ្ដឹងគេនឹងត្រូវតែប្រកបផុសតាងថាភាគីដែលយើងបានបណ្ដឹងនោះតើគេយកព្រមអនុញ្ញាតឲ្យ ICJ មានចតាធិការទៅលើគេនោះដែរទេហើយផុសតាងហ្នឹងគឺគេតម្រូវឲ្យភាគីដែលជាអ្នកបណ្ដឹងដាក់នៅលើទំព័រខាងមុខគេតែម្ដងចុះតើកម្ពុជាយើងមានផុសតាងហ្នឹងដាក់ឲ្យ ICJ ដែរទេដែលបញ្ជាក់ថាប្រទេសប្រៃនោះគេអនុញ្ញាតឲ្យ ICJ កាត់ក្តីឲ្យជាលទ្ធផលមកភាគីកម្ពុជាយើងគឺគ្មានផុសតាងហ្នឹងដាក់ឲ្យ ICJ ទេដោយសារតែប្រទេសប្រៃនោះគេមិនបានយកព្រមថាចូលខ្លួនឡើយកម្ពុជាបណ្ដឹងបានសម្ដេចតាបណ្ដឹងរឿងផ្សារព្រាវិហារណាគឺបណ្ដឹងតែភាគីមួយខាងទេដល់ពេល ICJ ទទួល ICJ ចាប់ដើមបើកល្បីទូទាំងពិភពលោកខាងសហគមន៍អឺរ៉ុបខាងអាមេរិកគ្រប់គ្រងកាលពីឆ្នាំ1959តឡាការ ICJ គេអាចកាត់ក្តីឲ្យយើងបានគឺដោយសារតែប្រទេសកម្ពុជាយើងនិងប្រទេសប្រៃហ្នឹងគឺយកព្រមចូលខ្លួនទៅក្នុងតឡាការទាំងពីរនាក់តែម្ដងហើយបន្ទាប់ពីប្រទេសប្រៃហ្នឹងគេបានដឹងខ្លួនថាគេនឹងចាញ់ក្តីគេក៏បានដកខ្លួនចេញពី ICJ បងប្អូនដោយគេមិនឲ្យ ICJ កាត់ក្តីអ្វីទៅលើប្រទេសគេបានទៀតនោះទេហើយបងប្អូនប្រកាសជាឆ្ងល់ទៀតថាចុះកាលពីឆ្នាំ2013ប្រទេសប្រៃហ្នឹងមិនព្រមទាំងចូលខ្លួនមកកាត់ក្តីផងចុះតើហេតុអ្វីបានជា ICJ នៅតែអាចកាត់ក្តីឲ្យកម្ពុជាបានឈ្នះទៀតបងប្អូននោះមកពីបញ្ហាក្នុងឆ្នាំ2013វាគឺជាករណីរឿងប្រាសាទព្រះវិហារដដែលដែលជាករណីចាស់ដែលគេធ្លាប់បានកាត់ក្តីឲ្យយើងបានឈ្នះរួចបាត់ទៅហើយកាលពីឆ្នាំ1962គ្រាន់តែលើកនេះគេចង់បញ្ជាក់ឲ្យបានច្បាស់ថាទឹកដីនៅជុំវិញប្រាសាទព្រះវិហារវាគឺជារបស់កម្ពុជាហើយបងប្អូនប្រកាសជាឆ្ងល់ទៀតថាបាប្រៃហ្នឹងមិនព្រមចូលខ្លួនផងកាលពីឆ្នាំ2013ចុះមកដល់ទៅបានជាយើងបានឃើញប្រៃហ្នឹងទៅអង្គុយនៅក្នុងតុលាការដែរបងប្អូនកាលពីឆ្នាំ2013នោះគឺដោយសារតែប្រៃហ្នឹងនៅតែឃើញ ICJ គេនៅតែបន្តកាត់ក្តីបានទាំងប្រៃហ្នឹងមិនព្រមចូលខ្លួនមិនទទួលស្គាល់ផងដូច្នេះប្រៃហ្នឹងគេក៏សុកចិត្តចូលទៅបង្ហាញខ្លួននៅក្នុងតុលាការតែម្ដងទៅដើម្បីស្ដាប់ការកាត់ក្តីបងប្អូននេះគឺច្បាប់ ICJ មាត្រាទី93កថាខណ្ឌទី1ដែលគេបានចែងថាប្រទេសទាំងអស់នៅក្នុងអង្គការសហប្រជាជាតិគឺសុទ្ធតែមានសិទ្ធិបង្ហាញខ្លួននៅក្នុងតុលាការបានទោះបីជាខ្លួនឯងមិនបានយកព្រមឲ្យ ICJ កាត់ក្តីឲ្យក៏ដោយនេះប្រសិនបើករណីដែលយើងបានប្តឹងនៅក្នុងឆ្នាំ2025វាគឺជាករណីរឿងប្រាសាទព្រះវិហារដែលជាករណីចាស់នោះទៅ ICJ គេមានសិទ្ធិបើកការកាត់ក្តីបញ្ជាក់ឲ្យបានច្បាស់ម្ដងទៀតបានប៉ុន្តែករណីរឿងឆ្នាំ2025នោះវាគឺជារឿងចំនួនព្រំដែននៅទីតាំងកន្លែងផ្សេងទៀតដូចជាប្រាសាទតាមាន់លក្ខណៈឡាដែលប្រៃហ្នឹងគេបានប្រកាសចោទដងរួចហើយថាគេមិនចូល ICJ ជាមួយយើងទេចំណែកឯ ICJ មិនអាចកាត់ក្តីតាមកម្ពុជាស្នើសុំបានទេដោយសារតែប្រៃហ្នឹងបានដកខ្លួនចេញតាំងតែពីឆ្នាំ1960បងប្អូនខ្ញុំយល់ថាមនុស្សយើងទូទៅគឺមិនមែនជាមេធាវីជាអ្នកច្បាប់អ្វីទេអញ្ចឹងហើយទៅបានជាយើងមិនងាយយល់អំពីច្បាប់សម្រាប់ខ្ញុំក៏មិនដែលតាំងខ្លួនថាជាអ្នកច្បាប់អ្វីដែរប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនក្រឡេកទៅមើលពាក្យពីរម៉ាត់នេះដែលគេបានសរសេរនៅក្នុងសៀវភៅច្បាប់របស់ ICJ នៅពាក្យពេញទីកន្លែងតែម្ដងរាប់រយទំព័រឯនោះបងប្អូនគឺសុទ្ធតែមានពាក្យថា consent ពាក្យនេះគឺមានន័យថាការយល់ព្រមប្រសិនបើ ICJ គេមានសិទ្ធិអបប្រទេសណាទាំងអស់ឲ្យចូលមកកាត់ក្តីបានដោយគ្មានសុំការអនុញ្ញាតពីប្រទេសហ្នឹងអញ្ចឹងតើគេចាំបាច់បង្កើតពាក្យថាការយល់ព្រមហ្នឹងមកធ្វើអ្វីនេះគឺវាបានបញ្ជាក់ច្បាស់ហើយប្រសិនបើប្រទេសណាចង់ប្តឹងប្រទេសមួយទៀតលុះត្រាតែប្រទេសហ្នឹងគេផ្ដល់ការយល់ព្រមឲ្យតុលាការ ICJ ទើប ICJ គេអាចកាត់ក្តីឲ្យយើងបាន